ตอนนี้គ្នាតនេះមកធ្វើមហូបមួយខ្ញុំគ្នាបាទនេះយើងមានមាន់2กับភ្លៅហើយខ្ញុំមកដឹងធ្វើយីដំបងបន្ទាប់ពីគិតបាន2នាទីបាទភ្លៅក្នុងថាឆាក់ដៅឥឡូវយើងមកឆាក់ក្តៅដល់គ្នាយើងមករៀបចំកាប់សាច់ហើយរៀបចំបន្លែហើយស្អា ingredient របស់ឆាក់ក្តៅតកួនបាទនេះយើងបានឆាក់ក្តៅតកួនហើយនេះគេរៀបចំបន្លែតាមដាប់ដោយវាដើម្បីឲ្យពេលយើងដាក់ឆាទៅងាយស្រួលចាប់ដាក់បណ្ដោយហើយយើងក៏យកទៅបាល់រ៉េមកយើងពីឋានលើយកបុកដែរឥឡូវបុករំបីវាមកចូលគ្នាឲ្យពេលយើងឆាទៅវាកាន់តែឈ្ងុយយើងដាក់ខ្ទះមកឲ្យខ្លាញ់យើងលីងគ្រឿងវាមកឈ្ងុយហើយបន្តមកយើងដាក់សាច់ទៀតយើងលីងសាច់ហើយយើងដាក់អំបិលដាក់ប៊ីចេងដាក់ស្ករ2 300 4 500ក្រូចយ៉ាងទៅហើយយើងមិនខ្វះមកនេះមួយតកួនបើយើងដាក់ឈ្មោះថាឆាក្តៅតកួនយើងចាប់ផ្ដើមយកចានមករៀបចំដេកបែបលំដាប់អូតែផ្កាយ20បាទឥឡូវយើងដាក់តកួនរៀបចំពណ៌វាជុំវិញហើយយើងស្រោចទឹកសនិងសល់ពីឆាហើយឥឡូវយើងចាប់ផ្ដើមចាប់សាច់ចាប់អីដាក់ចូលចានហើយសំទេសមិនចំណិតនឹងដាក់ដេកវាមានពណ៌ចុះមើលទៅវាស្អាតតិចហើយនេះគឺជារីសារបស់យើងបានប៉ុណ្ណឹងបាទឥឡូវយើងមកភ្លក់ចង់ដឹងរសជាតិវាបែបណា1 2 3ដាក់ចូលមាត់ផ្លោរសជាតិឆ្ងាញ់ខ្លាំងតែនឆ្ងាញ់លេខ1ឆ្ងាញ់កប់ស្រីរីជុំនេះវីដេអូនេះបាយបាយ